បាទលោកនាងជាទីមេត្រីនៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះខ្ញុំនឹងមកជម្រាបជូនព័ត៌មានផ្លូវការមួយដែលដកស្រង់ចេញពីការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបាទអញ្ចឹងគឺស្ថានភាពនៅបន្ទាត់ព្រំដែនណាបងប្អូនបាទដោយបងប្អូនបានឃើញហើយបាទថៃធ្វើការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងសន្ធប់បាទអញ្ចឹងដើម្បីឲ្យបានព័ត៌មានលម្អិតផ្លូវការគឺខ្ញុំបានយកព័ត៌មានខ្លីមួយពីក្រសួងការពារជាតិនៃប្រទេសកម្ពុជាមកជម្រាបជូនដល់សាធារណជនក៏ដូចជាបងប្អូនប្រិយមិត្តអ្នកស្ដាប់ផងដែរបាទដែលមានខ្លឹមសារថាសូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយោធភូមិភាគទី5ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់បាទរៀលដល់ពោធិ៍សាត់ណាបងប្អូនណាបាទយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី5នៅវេលាម៉ោង 4:58 នាទីដល់វេលាម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រងោលបន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះនៅវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីបាទគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយបាទអញ្ចឹងមានន័យថាព័ត៌មាននេះគឺទើបតែចុះផ្សាយ32 នាទីមុននេះបាទ32 នាទីមុននេះក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាភាគីថៃបានរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគី